ពេលដែលយើងដេកធម្មតាតើយើងអាចព្យាបាលការស្រុតខ្លោងនោមបានទេចម្លើយថាបានទេដោយសារតែជញ្ជាំងទ្វារគឺវាមានមុខមានក្រោយអញ្ចឹងខាងមុខគឺជាជញ្ជាំងខ្លោងនោមដែលជាប់នៅខាងមុខហ្នឹងហើយខាងក្រោយជាជញ្ជាំងទ្វារដែលជាប់នៅគុណក្បត់ជើងធំឬក៏កន្លែងជញ្ជាំងទ្វារខាងក្រោយភាគច្រើនបើសិនជាយើងដេកធម្មតាគឺគូពេទ្យដេកតែខាងក្រោយឲ្យទេមិនបានដេកខាងមុខឲ្យទេអញ្ចឹងតើយើងពិនិត្យជាក់ស្ដែងថាយើងមានបញ្ហាស្រុតខ្លោងនោមអត់បានគូពេទ្យគាត់ធ្វើការដេកជួសជុលត្រឡប់មកវិញនៅផ្នែកខាងខ្លោងនោមទើបយើងបាត់រោគសញ្ញាអស់ហ្នឹង បើមិនអញ្ចឹងទេបងប្អូននៅតែមានអារម្មណ៍ថានោមអត់អស់នៅក្នុងខ្លួនយើងទី1នោមអត់អស់ការចេះតែចង់ទៅនោមទី2ឲ្យតែពេលមានក្អកមានកដាស់ឡើងគឺបងប្អូនដឹងតែលេចនោមហើយជាពិសេសក្អកខ្លាំងណាគឺដឹងតែធ្លាប់សលៃមកហើយបើអញ្ចឹងទេទប់នោមមិនបានទេអញ្ចឹងបើសិនជាយើងមិនធ្វើការធ្វើទេតែយើងមានផលវិបាកអីផលវិបាកអាចឈានទៅដល់ការស្រុតស្បូនបានបើសិនជាវាធ្លាក់ចេញមកខ្លាំងដល់កម្រិត3វាអាចស្រុតស្បូនអញ្ចឹងការស្រុតស្បូនយើងពិបាកក្នុងការជួយបើនៅត្រឹមតែធ្លាក់ត្រឹមផ្លោកនោមឬក៏ធ្លាក់ត្រឹមរុនថង់ទៅមុខខាងក្រោយទេយើងនៅតែព្យាបាលបានអញ្ចឹងតែបើបងប្អូនទុកដល់ទៅលៀនចេញក្រៅមាត់ស្បូនហើយគឺយើងអត់មានមធ្យោបាយអីក្រៅពីកាត់ស្បូនទេអញ្ចឹងផលវិបាកចំពោះអ្នកដែលមានដៃគូរួមភេទគឺពិបាកតែអ្នកដែលគាត់អត់មានដៃគូរួមភេទជំរឿនដែលយើងកាត់ចេញក៏នៅតែគាត់អត់មានបញ្ហាដែរគាត់ថាចំពោះអ្នកមានដៃគូគឺរៀងយ៉ាប់បន្តិច